ធ្លាប់បានលើកឡើងរួចហើយថាសញ្ញាសិប្បនិម្មិត AI នឹងផ្ដាច់អាជីពមួយចំនួនធំរបស់គ្រូបង្រៀននិងគ្រូពេទ្យនៅ10ឆ្នាំទៀតឥឡូវនេះសាកលវិទ្យាល័យ Tsinghua នៅក្នុងប្រទេសចិនបានចាប់ផ្ដើមធ្វើឲ្យសម្ដីរបស់លោក Bill Gates បានត្រូវជាបណ្ដាហើយតាមរយៈការបើកសម្ពោធដាក់ឲ្យដំណើរការនៅមន្ទីរពេទ្យដែលដំណើរការដោយប្រព័ន្ធ AI ដំបូងបង្អស់នៅលើពិភពលោកមន្ទីរពេទ្យសញ្ញាសិប្បនិម្មិតនេះមានវិជ្ជបណ្ឌិត AI ចំនួន42នាក់ធ្វើប្រតិបត្តិការនៅទូទាំង21ផ្នែករួមមានដូចជាផ្នែកព្យាបាលជំងឺកុមារផ្នែកបេះដូងផ្នែកសរសៃប្រសាទជាដើមដោយមានសមត្ថភាពព្យាបាលអ្នកជំងឺបានរហូតដល់ 10000 នាក់នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះក្នុងចំនួនអ្នកជំងឺប៉ុណ្ណេះហើយប្រើរយៈពេលប៉ុណ្ណឹងបើឲ្យវិជ្ជបណ្ឌិតដែលជាមនុស្សពិតប្រាកដព្យាបាលវិញគឺទាល់តែប្រើរហូតដល់2ឆ្នាំឯណោះសាកលវិទ្យាល័យ Tsinghua បានអះអាងថាអ្វីដែលកាន់តែពិសេសនោះគឺវិជ្ជបណ្ឌិត AI វិភាគជំងឺនៅក្នុងកម្រិតត្រឹមត្រូវបានរហូតដល់ 93.6% ជាពិសេសសម្រាប់ជំងឺផ្លូវដង្ហើមដែលលើកអំពីការរំពឹងទុកសម្រាប់ការដាក់ពង្រាយប្រព័ន្ធ AI នៅក្នុងដំណាក់កាលដំបូងអ្វីដែលវិជ្ជបណ្ឌិត AI អាចធ្វើបានផ្សេងទៀតរួមមានពិគ្រោះយោបល់ធ្វើរោគវិនិច្ឆ័យព្យាបាលនិងតាមដានជំងឺហើយអ្វីដែលកាន់តែល្អប្រសើរគឺបណ្ដុះបណ្ដាលប្រព័ន្ធ AI វិជ្ជសាស្ត្រដោយមិនចាំបាច់យកអ្នកជំងឺពិតប្រាកដមកប្រថុយប្រថានហេតុអ្វីបានជាមន្ទីរពេទ្យ AI មានសារៈសំខាន់សម្រាប់ការអប់រំផ្នែកវិជ្ជសាស្ត្រភ្នាក់ងារ AI អាចជួយបណ្ដុះបណ្ដាលវិជ្ជបណ្ឌិតនៅក្នុងតំបន់ដែលមិនមានធនធានសម្រាប់ការចូលប្រើសេវាថែទាំសុខភាពប្រព័ន្ធ AI អាចផ្ដល់នៃការថែទាំដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍសម្រាប់ប្រសិទ្ធភាពវិញមន្ទីរពេទ្យកូនកាត់ Human AI នេះអាចកាត់បន្ថយចំណាយនិងភាពនឿយហត់របស់ទ័ពអាវសជួរមុខបើទោះបីជាយ៉ាងណាក៏ដោយវានៅតែជាអាវុធមុខពីរដោយសារតែ AI អាចនឹងដណ្ដើមការងាររបស់មនុស្សដែលជាហេតុធ្វើឲ្យមនុស្សបាត់បង់ការងារយ៉ាងច្រើនទៅថ្ងៃអនាគត